លោកសុកសារ៉ាត់ប្រធានវេទិកាអង្គរក្លឹបខេត្តសៀមរាបបានបង្ហាញថាអត្ថប្រយោជន៍នៃការជួបជុំគ្នានៅពេលនេះគឺយើងបានស្គាល់មនុស្សជាច្រើននិងជួបមិត្តភ័ក្តិថ្មីៗទាំងជនជាតិខ្មែរនិងបរទេសបានផ្សព្វផ្សាយអំពីអាជីវកម្មរបស់យើងរៀងៗខ្លួនតាមរយៈនៃការចែកនាមប័ណ្ណយើងបានជួបជាមួយនឹងម្ចាស់សហគ្រិនតូចធំជាច្រើនអ្នកនិងជួបជាមួយនឹងអ្នកគ្រប់គ្រងអាជីវកម្មតូចធំផងដែរដើម្បីផ្លាស់ប្ដូរបទពិសោធន៍គ្នាទៅវិញទៅមកជាមួយនឹងអ្នករកស៊ីពីសំណាក់ម្ចាស់អាជីវកម្មនៅក្នុងវិស័យសំខាន់ៗដែលកំពុងមានសក្តានុពលនិងសកម្មភាពធុរកិច្ចយ៉ាងខ្លាំងក្លានៅក្នុងខេត្តសៀមរាបយើងជារួមយើងមានកន្លែងទេសចរសន្តាគារនិងបដិសណ្ឋារកិច្ចភោជនីយដ្ឋាននិងម្ហូបអាហារសេវាដឹកជញ្ជូនធនាគារនិងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនិងអចលនវត្ថុជាដើមលោកបានបន្តថាទន្ទឹមនឹងនេះអ្នកចូលរួមក៏អាចទទួលបានចំណេះដឹងនិងព័ត៌មានថ្មីៗថែមទៀតពាក់ព័ន្ធទៅនឹងអាជីវកម្មក៏ដូចជាការងារថ្មីៗព្រមទាំងការចែករំលែកព័ត៌មានទីផ្សារការងារថ្មីបំផុតអំពីឱកាសការងារដែលកំពុងតែមានតម្រូវការអាចទទួលបាននូវគំនិតចំណេះដឹងចំណេះធ្វើវិធីសាស្ត្រអនុវត្តការងារនិងបទពិសោធន៍ជោគជ័យជាក់ស្ដែងពាក់ព័ន្ធទៅនឹងការបង្កើនផលិតភាពសំដៅលើការបណ្ដោះផ្នត់គំនិតកែប្រែអរិយាប័ត្រការងារនិងចូលរួមលើកកម្ពស់ផលិតភាពនិងភាពប្រកួតប្រជែងអាជីវកម្មស្របតាមការវិវត្តបច្ចេកវិទ្យាក្នុងយុគសម័យឧស្សាហកម្មទី4នៃប្រព័ន្ធអ៊ីនធឺណិតនិង Digital